Candle តែមួយប្រាប់អ្នកនរនេះគ្រប់យ៉ាងថាតើអ្នកណាគឺជាអ្នកឈ្នះនៅក្នុងការប្រយុទ្ធរវាង buyer និង seller ថាតើតម្លៃនឹងទៅណាបន្តទៀតអ្នកគួរតែរំភើបចិត្តឬក៏គួរតែភ័យខ្លាចមនុស្សភាគច្រើនមើល candlestick chart ហើយដឹងត្រឹមថាវាគឺជារបារពណ៌ក្រហមនិងពណ៌បៃតងប៉ុណ្ណោះចំណែកឯ pro មើលហើយគឺដឹងអំពី story ទាំងមូលនៅក្នុងនោះហើយថាបើសិនជាអ្នកនរនេះអាចមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់អ្នកនរនេះក៏អាចអាន story ទាំងមូលនោះបានផងដែរដោយមិនចាំបាច់ប្រើ indicator មិនចាំបាច់ស្មានគឺប្រើ price action សុទ្ធតែម្ដងអូខេក៏សូមស្វាគមន៍អ្នកនរនេះមកកាន់ channel YouTube សុភ័ក្រជ័យម្ដងទៀតបើសិនជាអ្នកនរនេះចូលចិត្តវីដេអូនេះកុំភ្លេចចុច like ហើយថាបើសិនជាអ្នកនរនេះជាអ្នកថ្មីកុំភ្លេច subscribe ហើយចុចរូបកណ្ដឹងកុំឲ្យខកខានវីដេអូបន្តទៀតតោះចូលទៅដល់មេរៀនរបស់យើងរបៀបអាន candlestick ឲ្យដូចអ្នកអាជីពនៅក្នុងរយៈពេលប្រមាណនាទីខាងមុខនេះអ្នកនឹងបានរៀនទី1តើ candlestick តំណាងឲ្យអ្វីពិតប្រាកដទី2 anatomy នៃ candle មាន body wick និងអត្ថន័យរបស់វាទី3ទម្រង់ candlestick pattern មួយចំនួនតូចដែលសំខាន់ពិតប្រាកដទី4របៀបផ្សំ candle ចូលគ្នាដើម្បីអាន chart ក្នុងស្ថានភាពជាក់ស្ដែងមិនមែនគ្រាន់តែទន្ទិញឲ្យចាំរូបរាងនោះទេប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថាវង្វេងឬធុញទ្រាន់នឹង candle ឈិតស៊ីតដែលមានច្រើនជាង50 pattern នោះវីដេអូនេះនឹងជួយដោះស្រាយបញ្ហាទាំងនោះ Let's start with the basic candlestick តំណាងឲ្យចលនាតម្លៃក្នុងអំឡុងពេលកំណត់ណាមួយអាចជា1នាទី1ម៉ោង1ថ្ងៃឬ time frame ណាមួយដែលអ្នកបានជ្រើសរើស candle នីមួយៗបង្ហាញនៅតម្លៃចំនួន4មាន open ជាតម្លៃដែលចាប់ផ្ដើមក្នុងកំឡុងពេលដំណើរការ close តម្លៃដែលបញ្ចប់ក្នុងពេលដំណើរការ high តម្លៃខ្ពស់បំផុតដែលឡើងទៅដល់ low តម្លៃទាបបំផុតដែលធ្លាក់ទៅដល់ប្រសិនបើ close ខ្ពស់ជាង open candle នោះជាទូទៅនឹងបង្ហាញជាពណ៌បៃតងឬពេលខ្លះជាពណ៌សមានន័យថា buyer ជាអ្នកគ្រប់គ្រងទីផ្សារប្រសិនបើ close ទាបជាង open ជាទូទៅមានពណ៌ក្រហមឬពណ៌ខ្មៅមានន័យថា seller ជាអ្នកគ្រប់គ្រង That's it នេះគឺជាគ្រឹះទាំងស្រុងអ្វីផ្សេងទៀតគឺគ្រាន់តែជាការផ្សំគ្នានៃចំណុចទាំងនេះប៉ុណ្ណោះឥឡូវនេះយើងមកបំបែកផ្នែកនីមួយៗព្រោះថា body និង wick ប្រាប់ story ពីរខុសគ្នា body គឺជាផ្នែកក្រាស់វាជាចន្លោះរវាង open និង close body ធំមានន័យថាមាន momentum ខ្លាំងទៅលើទិសដៅនោះ body តូចមានន័យថាមិនទាន់ដាច់ស្រេច buyer និង seller ស្ថិតនៅក្នុងស្ថានភាពស្ទាក់ស្ទើរឬស្មារតីគ្នា wick ឬហៅម្យ៉ាងទៀតថាជា shadow គឺជាស្រមោលឬខ្សែបន្ទាត់ស្ដើងនៅខាងលើនិងខាងក្រោម body ពួកវាបង្ហាញពី high and low ដែលត្រូវបាន reject នេះគឺជា pro level insight ដែលអ្នកទើបចាប់ផ្ដើមភាគច្រើនមើលរំលង long wick ជារឿយៗមានសារៈសំខាន់ជាង body ទៅទៀត long upper wick មានន័យថាតម្លៃបានព្យាយាមរុញឡើងលើប៉ុន្តែ seller បានចូលមកលុកដៃយ៉ាងខ្លាំងហើយរុញវាឲ្យធ្លាក់ចុះមកវិញនោះគឺជាសញ្ញានៃ rejection ហើយ rejection ជារឿយៗជាសញ្ញាប្រាប់ថា reversal ចិត្តមកដល់ហើយ long lower wick មានន័យផ្ទុយគ្នា seller បានរុញតម្លៃចុះក្រោមប៉ុន្តែ buyer បានចូលមក defend ឬការពារកម្រិតតម្លៃនោះ The four candle personality មុននឹងយើងចាប់ផ្ដើមទៅដល់ឈ្មោះ pattern ខ្ញុំចង់ឲ្យអ្នកនរគ្នាគិតថាគ្រប់ candle ទាំងអស់មានចរិតមួយក្នុងចំណោម personality ទាំង4នេះទី1 strong body small wick ដែលហៅថា conviction ភាគីម្ខាងកំពុងតែឈ្នះដាច់យ៉ាងពិតប្រាកដទី2 small body long wick both side មានន័យថា indecision ហៅថាការសម្រេចចិត្តដោយការទាញព្រ័ត្រគ្នាដែលមិនមានអ្នកឈ្នះទម្រង់នេះត្រូវបានគេហៅថា doji ទី3 small body long wick on one side ដែលហៅថា rejection ឬការបដិសេធនៅតម្លៃនោះ candle នេះស្ថិតនៅក្នុងក្រុម hammer ឬក៏ shooting star ទី4 long body no wick ឬហៅថា aggression ឬក៏ unopposed move ជារឿយៗឃើញមាននៅពេលចន្លោះចាប់ផ្ដើមដែលហៅថា strong trend ឬ
ការទម្លាយកម្រិតតម្លៃដែលហៅថា break out នៅពេលដែលអ្នកអាចចំណាំ personal ទាំង4នេះបានភ្លាមពេលមើលឃើញនោះ pattern នឹងคล้ายទៅជារឿងងាយស្រួលព្រោះរាល់ pattern ទាំងអស់គឺគ្រាន់តែជាការផ្សំគ្នាយ៉ាងជាក់លាក់នៃចរិតទាំងនេះប៉ុណ្ណោះ pattern ទី1ដូចជា small ឬគ្មាន body មាន wick ទាំងសងខាងវាជាសញ្ញានៃ indecision ជារឿយៗវាលេចឡើងនៅមុនពេល trend change ជាពិសេសបន្ទាប់ពីមានចលនារុញច្រានយ៉ាងខ្លាំង pattern ទី2 hammer ឬក៏ hanging man small body នៅជិតផ្នែកខាងលើ long lower wick មានស្រមោលខាងលើតិចតួចឬគ្មានសោះរូបរាងដូចគ្នាប៉ុន្តែមានអត្ថន័យខុសគ្នាអាស្រ័យទៅលើទីកន្លែងដែលវាលេចឡើងថាបើវាកើតឡើងបន្ទាប់ពី down trend ហៅថា hammer អាចជា bullish reversal ថាបើវាកើតឡើងបន្ទាប់ពី up trend យើងហៅវាថា hanging man អាចជា bearish reversal pattern ទី3 shooting star ឬមួយទៀត inverted hammer ដែលមាន small body នៅជិតផ្នែកខាងក្រោម long upper wick ម្ដងទៀត context គឺពិតជាសំខាន់បន្ទាប់ពីមាន up trend នឹងលេចឡើង shooting star នេះអាចជា bearish reversal បន្ទាប់ពី down trend inverted hammer កើតឡើងអាចជា bullish reversal pattern ទី4 engulfing pattern ជា two candle pattern body របស់ candle ទី2លេបត្របាក់ឬក្រើបដណ្ដប់លើ body របស់ candle ទី1ទាំងស្រុង bullish engulfing បន្ទាប់ពី down trend buyer ទើបតែគ្រប់គ្រងស្ថានភាពបានទាំងស្រុង bearish engulfing បន្ទាប់ពី uptrend seller ទើបតែគ្រប់គ្រងស្ថានភាពបានទាំងស្រុង pattern ទី5 morning star ឬ evening star ជា 3 candle pattern big move small indecisive candle រួចមកមាន big move នៅក្នុងទិសដៅផ្ទុយគ្នា morning star មាន down small up ដែលយើងហៅថា bullish reversal evening star មាន up small down ដែលហៅថា bearish reversal មានចាប់អារម្មណ៍ចំណុចអ្វីមួយទេស្ទើរតែគ្រប់ pattern ទាំងអស់មានន័យទៅបានគឺដោយសារតែអ្វីដែលបានកើតឡើងមុនវា hammer នៅចំកណ្ដាលចំណុច sideways ដែលហៅថា chop គឺគ្មានន័យអ្វីនោះឡើយប៉ុន្តែ hammer បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃ candle ចំនួន5ហើយស្ថិតនៅចំ support level នោះគឺជាចំណុចដែលត្រូវយកចិត្តទុកដាក់បំផុតContext is everything នេះជាចំណុចខុសគ្នារវាងមនុស្សដែលគ្រាន់តែស្គាល់ pattern និងមនុស្សដែលចេះអាន chart ពិតប្រាកដចោទសួរសំណួរទាំង3នេះរាល់ពេលដែលអ្នកជួប pattern ណាមួយទី1តើ candle នេះស្ថិតនៅត្រង់ចំណុចណាធៀបនឹង trend reversal pattern មានន័យទៅបានលុះត្រាតែមាន trend មួយដែលហៅថា reverse bullish hammer នៅក្នុង up trend ដ៏ខ្លាំងមួយគឺគ្រាន់តែជា noise ជាការរំខានប៉ុណ្ណោះទី2តើវាស្ថិតនៅក្បែរ key level ដែរឬទេមានដូចជា support resistance តម្លៃខ្ពស់ឬក៏ទាបចាស់ឬក៏ហៅថា round number pattern ដែលបង្កើតឡើងនៅ key level ទាំងនេះមានទម្ងន់និងភាពជឿជាក់ជាងទម្រង់ដែលកើតឡើងនៅក្នុង open space ទី3តើ volume បង្ហាញដូចម្ដេច reversal pattern ដែលមាន high volume បង្ហាញពីជំនឿចិត្តពិតប្រាកដនៅពីក្រោយចលនានោះផ្ទុយទៅវិញ pattern ដដែលនោះដែលមាន low volume ជាភស្តុតាងដែលខ្សោយខ្លាំងនេះគឺជាភាពខុសគ្នារវាងការទន្ទិញចាំរូបរាងនិងការអាន price action ដូចជា professional trader កំហុស3យ៉ាងដែលធ្វើឲ្យអ្នកថ្មីនៅជាប់គាំងមួយកន្លែងទី1 trading a pattern in isolation ដោយមើលរំលង trend support resistance ទី2 not waiting for confirmation លោតចូលទីផ្សារភ្លាមៗនៅពេលដែលឃើញ hammer ជំនួសឲ្យការរងចាំ candle បន្ទាប់ដើម្បីផ្ដល់សញ្ញា confirm ទី3 using candlestick on their own candlestick ប្រាប់អ្នកពី sentiment ប៉ុណ្ណោះមិនមែនជារូបភាពទាំងមូលឡើយត្រូវផ្សំជាមួយនឹង support resistance trend និង volume ដើម្បីទទួលបានលទ្ធផលដែលល្អអូខេសង្ខេបអ្វីដែលយើងបានរៀន candle បង្ហាញពី open high low close body បង្ហាញពី conviction wick បង្ហាញពី rejection រៀនយល់ពី candle personality ទាំង4មុននឹងទៅទន្ទិញឈ្មោះ pattern the big five dojis hammer hanging man shooting star inverted hammer engulfing morning evening star context trend key level volume គឺជាអ្វីដែលធ្វើឲ្យ pattern នោះមានន័យពិតប្រាកដ
always wait for confirmation master លើចំណុចទាំងនេះហើយអ្នកនឹងមិនមើលឆាតតាមរបៀបពីមុនទៀតឡើយជាចុងក្រោយថាបើសិនជាអ្នកនរគ្នាយល់អំពី candlestick ច្បាស់កុំភ្លេច like វីដេអូហើយថាបើសិនជាអ្នកនរគ្នាជាអ្នកថ្មីកុំភ្លេច subscribe និងចុចកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូបន្តទៀតហើយថាបើសិនជាអ្នកនរគ្នាមានចម្ងល់ពាក់ព័ន្ធជាមួយនឹងវិស័យ trading អ្នកនរគ្នាអាច comment នៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងចេញវីដេអូបន្ថែមទៀតសូមអរគុណចំពោះការទស្សនាជួបគ្នាវីដេអូបន្តទៀតបាទ